ប្រវត្តិដែលបានបង្កើតឡើងនៅឆ្នាំ2007ក្រោមការដឹកនាំផ្ទាល់របស់សម្ដេចតេជោប្រធានសមាគមអតីតយុវជនក្នុងកំឡុង2007ដល់ឆ្នាំ2015នេះបេសកកម្មដែលមើលការខុសត្រូវចំពោះសមាគមអតីតយុវជននេះគឺជាក្រសួងសង្គមគិច្ចនិងអតីតយុវជនដែលលោកជាអ្នកដឹកនាំហើយធ្វើជាសេនាធិការហើយធ្វើជាអគ្គលេខាធិការដើម្បីជំនួសមុខឲ្យសម្ដេចប្រធានដើម្បីធ្វើការដឹកនាំគ្រប់គ្រងទទួលខុសត្រូវរយៈពេលពីឆ្នាំ2007រហូតដល់2015ក្នុងរយៈពេល2007ដល់2015នេះក្រសួងសង្គមគិច្ចលោកបានខិតខំខ្នះខ្នែងយ៉ាងសកម្មជាទីបំផុតដើម្បីជួយដោះស្រាយបញ្ហាទុក្ខលំបាករបស់គ្រួសារនិងអតីតយុវជនរបស់យើងក្រោយពេលមហាសន្និបាតលើកទី2របស់សមាគមអតីតយុវជនសម្ដេចប្រធានក៏ដូចជាអង្គមហាសន្និបាតយល់ឃើញថាបងប្អូនអតីតយុវជនសិតតែកើតចេញពីកម្លាំងប្រដាប់អាវុធដូច្នេះការដឹកនាំគ្រប់គ្រងនិងទទួលខុសត្រូវមានការលំបាកបន្តិចរបស់ក្រសួងសង្គមគិច្ចដោយសារថាក្រសួងសង្គមគិច្ចគឺជាអង្គភាពស៊ីវិលហើយជារដ្ឋបាលស៊ីវិលដូច្នេះការគ្រប់គ្រងនិងការទទួលខុសត្រូវចំពោះអតីតយុវជនក៏មានការលំបាកខ្លះៗដែរដូច្នេះហើយបានជាសម្ដេចប្រធាននិងអង្គមហាសន្និបាតក៏ធ្វើការសម្រួលដើម្បីប្រគល់ភារកិច្ចនេះជូនមកឲ្យកងកម្លាំងប្រដាប់អាវុធដើម្បីជួយដឹកនាំជំនួសឲ្យក្រសួងសង្គមគិច្ចទោះបីជាប្រគល់ភារកិច្ចនេះឲ្យមកកងកម្លាំងប្រដាប់អាវុធដែលមានកម្លាំងចម្រុះមានទាំងស៊ីវិលជាមួយនឹងកងកម្លាំងប្រដាប់អាវុធមានប៉ូលីសទាហានជាមួយនឹងអាវុធហត្ថដែលធ្វើការដឹកនាំគ្រប់គ្រងហើយរួមសហការมันអាចផ្ដាច់ចេញបានពីមន្ទីរសង្គមគិច្ចដែលជាមន្ទីរសេនាធិការឲ្យក្រសួងសង្គមគិច្ចព្រោះមន្ទីរសង្គមគិច្ចគឺមានតួនាទីជាភារកិច្ចដើម្បីទទួលខុសត្រូវយ៉ាងធំធេងបំផុតអំពីកិច្ចការអតីតយុវជននេះដូច្នេះហើយកងកម្លាំងប្រដាប់អាវុធដែលមានយោធានគរបាល PM ធ្វើជាប្រធានហើយមន្ទីរសង្គមគិច្ចលោកធ្វើជាអនុប្រធានសម្រាប់ធ្វើការដឹកនាំក្នុងរយៈ5ឆ្នាំបន្តមកនេះក្នុងរយៈ5ឆ្នាំនេះកម្លាំងចម្រុះដែលដឹកនាំដោយកងកម្លាំងប្រដាប់អាវុធរួមជាមួយនឹងបងប្អូនស៊ីវិលនៅតាមបណ្ដាខេត្តដែលមានប្រធានមន្ត្រីអនុប្រធានមន្ត្រីជាដើមមានអាជ្ញាធរខេត្តស្រុកឃុំភូមិជាអ្នកទទួលខុសត្រូវជួយមើលកិច្ចការរបស់អតីតយុវជនមានន័យថាកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធជាមួយនឹងបងប្អូន